ផ្លែឈើមួយប្រភេទនេះគឺមានឈ្មោះថាច័ន្ទប៉ែនបើនិយាយអំពីផ្លែច័ន្ទពុកម៉ែបងប្អូនមានពីរប្រភេទមានពពួកច័ន្ទប៉ែនគឺផ្លែតូចហើយផ្លែច័ន្ទប៉ែនអត់មានក្របទេគឺក្នុងនឹងសិតតែសាច់ទាំងអស់ហើយមានក្លិនក្រអូបឈ្ងុយតែម្ដងភាគច្រើនយើងម្នាក់តែងតែយកចូលចិត្តទិញច័ន្ទប៉ែនដាក់តាមខ្លួនដោយសារតែផ្លែច័ន្ទប៉ែនហ្នឹងគឺមានក្លិនក្រអូបឈ្ងុយឈ្ងប់តែម្ដងហើយមានច័ន្ទមួយប្រភេទទៀតគឺច័ន្ទដែលយើងបរិភោគហ្នឹងពុកម៉ែបងប្អូនច័ន្ទហ្នឹងគឺមានក្របមានសាច់មានអីបរិភោគហើយច័ន្ទមួយប្រភេទហ្នឹងគឺយើងតែងតែយកវាទៅធ្វើខ្ទិះច័ន្ទគឺមានរសជាតិឆ្ងាញ់ណាស់ហើយសប្តាហ៍ថ្ងៃនេះដល់រដូវផ្លែច័ន្ទប៉ែនដោយសារតែផ្លែច័ន្ទនេះគឺវាមានលក្ខណៈតូចគឺវាឆាប់ទុំមុនច័ន្ទធម្មតាយើងគឺអត់ទាន់ទុំទេនៅខែនេះតតែខែមួយខែក្រោយទៅចាប់ដើមមានផ្លែច័ន្ទទុំហើយផ្លែច័ន្ទហ្នឹងអាផ្លែច័ន្ទធម្មតាហ្នឹងពុកម៉ែបងប្អូនគឺយើងអាចយកទៅបុកជាមួយនឹងដង្កៀបក្តាមគឺមានរសជាតិឆ្ងាញ់ណាស់ហើយនៅខាងមុខផ្ទះបងជីដូនមួយរបស់នាងខ្ញុំគឺមានម្ដើមហើយឆ្នាំនេះនាងខ្ញុំក៏មានបំណងយកក្តិបច័ន្ទទៅបុកជាមួយនឹងដង្កៀបក្តាមផុសចែកជូនដល់ពុកម៉ែបងប្អូនឲ្យបានឃើញដែរថាតើផ្លែឈើរបស់ខ្មែរយើងអាចយកទៅធ្វើអ្វីបានបរិភោគខ្លះនិយាយទៅផ្លែដង្កោក៏អាចបុកជាមួយដង្កៀបក្តាមផ្លែច័ន្ទក៏អាចបុកជាមួយនឹងដង្កៀបក្តាមហើយផ្លែចេកក៏អាចបុកមួយដង្កៀបក្តាមបានដែរតែថ្ងៃនេះគឺនាងខ្ញុំសូមមកបង្ហាញអំពីផ្លែច័ន្ទប៉ែនបើនិយាយពីច័ន្ទពុកម៉ែបងប្អូនសប្តាហ៍ថ្ងៃវាចង់ដាច់ពូជអស់ទៅហើយកន្លែងខ្លះក៏បានកាប់វាចោលអស់ដែរដោយសារតែផ្លែឈើមួយប្រភេទនេះវាមិនសូវមានតម្លៃលក់នៅលើទីផ្សារទេដោយសារតែខ្មែរយើងភាគច្រើនសម័យបច្ចុប្បន្ននេះគឺចូលចិត្តគ្រប់គ្រងរបស់ដែលនាំចូលមកពីខាងក្រៅដូច្នេះហើយដោយសារតែដើមច័ន្ទវាមានដើមធំចក្រឹងចក្រែងវាធ្វើឲ្យចង្អៀតដីទៅមានប្រជាពលរដ្ឋយើងភាគច្រើនក៏បានកាប់ដើមច័ន្ទចោលហើយទៅងាកគ្រប់គ្រងរបស់ដែលនាំចូលវិញតែបើចំពោះនាងខ្ញុំគឺនាងខ្ញុំចូលចិត្តបរិភោគរបស់អ្វីជារបស់ខ្មែរយើងជារបស់ដំណាំធម្មជាតិដល់ខែអីហូបនឹងដូចជាខែច័ន្ទនាងខ្ញុំហូបច័ន្ទដល់ខែភ្ញៀវហូបភ្ញៀវដល់ខែស្វាយហូបស្វាយឬក៏ដល់ខែខ្នុរហូបខ្នុរអីចឹងទៅគឺនាងខ្ញុំចូលចិត្តបរិភោគបែបនឹងខែក្រូចក៏ហូបក្រូចទៅប៉ុន្តែសម័យបច្ចុប្បន្ននេះក្មេងឥឡូវគឺគេមិនបរិភោគទេរបស់នេះគេថាអត់ឆ្ងាញ់អីចឹងតាតែបើនិយាយពីផ្លែច័ន្ទប៉ែនពុកម៉ែបងប្អូនគឺមានក្លិនក្រអូបណាស់ហើយច័ន្ទយើងយកទៅធ្វើខ្ទិះគឺឆ្ងាញ់ណាស់ប៉ុន្តែគួរឲ្យស្ដាយដែរដោយសារតែយើងមិនសូវគ្រប់គ្រងអ្វីដែលជារបស់បុរាណខ្មែរយើងឥឡូវផ្លែឈើមួយចំនួនគឺថាបានដាច់ពូជអស់ទៅហើយថ្ងៃនេះនាងខ្ញុំមកបង្ហាញនឹងដាស់ការចងចាំពុកម៉ែបងប្អូនថាផ្លែឈើមួយប្រភេទនេះគឺមានឈ្មោះថាច័ន្ទប៉ែន